បាទសូមជម្រាបសួរបងប្អូនប្រជាកសិករបាទឥឡូវនេះដើមត្រីចន្ទរាណាដើមត្រីចន្ទរាខ្ញុំបានផ្សាំមែកតែម្ដងដើម្បីបងប្អូនប្រជាកសិករអាចយកទៅដាំដុះតែម្ដងកន្លងមកខ្ញុំបានចែកពូជបាទចែកជាមែកដល់អ្នកភូមិខ្ញុំហើយឃើញថាពួកគាត់យកទៅដាំភាគរយដែលគាត់យកទៅដាំហ្នឹងគឺដុះតិចហ្នឹងអញ្ចឹងហើយឥឡូវនេះខ្ញុំឈប់ចែកហើយលក់ម្ដងបាទលក់ហ្នឹងលក់យ៉ាងម៉េចបាទលក់ហ្នឹងគឺលក់យកគុណភាពតែម្ដងគឺផ្សាំឲ្យដោះចេញជាឫសសិនទើបខ្ញុំដាក់លក់បាទទើបខ្ញុំដាក់ពូជឲ្យអញ្ចឹងឥឡូវនេះមាននៅក្នុងស្តុកហើយបងប្អូនអាចកម្មងបានណានេះដើមត្រីចន្ទរាបាទល្អសម្រាប់ចំណីជ្រូកណាចំណីជ្រូកហ្នឹងគឺសម្រាប់មេបាទបងប្អូនយកទៅមេគឺមួយថ្ងៃឲ្យស៊ីប្រហែលជា3ត្រួយហ្នឹងបាទនេះ3ត្រួយហ្នឹងណាធំណាបាទស្លឹកល្អណាស់បាទ3ត្រួយមួយថ្ងៃ3ត្រួយទៅ5ត្រួយគឺអាចជួយឲ្យមេជ្រូកយើងហ្នឹងសម្បូរទឹកដោះបានហើយចំពោះកូនជ្រូកបាទកូនជ្រូកសាច់គឺជួយឲ្យវាឆាប់ធំធាត់ផងដែរបាទដោយសារតែនៅដើមនេះគឺវាសម្បូរទៅដោយជាតិប្រូតេអ៊ីនណាបងប្អូនបាទអញ្ចឹងបងប្អូនអាចកម្មងបានបាទតម្លៃធូរទេបាទនេះដូចជាការជួយបងប្អូនប្រជាកសិករបាទដើម្បីអាចយកធ្វើពូជដាំបន្តបានបាទអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូតែប៉ុណ្ណេះបាទ